តាមពិតទៅខ្ញុំទើបដឹងថាខ្លួនឯងរឹងមាំខ្លាំងដែលអាចរស់នៅម្នាក់ឯងជាង15ឆ្នាំចាប់តាំងពីផ្លាស់ប្ដូរមករៀននៅភ្នំពេញនៅក្នុងឆ្នាំ2010រហូតធ្វើការបានប្រាក់ខែមកតិចតួចទាំងពេលខ្លះមានអារម្មណ៍ថាឯកាឆ្ងាយពីគ្រួសារឆ្ងាយពីបងប្អូនតែរយៈពេល15ឆ្នាំជាងនេះវាបង្រៀនឲ្យខ្ញុំចេះរស់នៅតែឯងដោយឯករាជ្យដោយខំរកចំណូលដើម្បីបំពេញតម្រូវការប្រើប្រាស់ផ្ទាល់ខ្លួនហើយខ្ញុំក៏ដឹងខ្លួនឯងច្បាស់ថាខ្ញុំកើតមកជាកូនអ្នកស្រុកស្រែមិនមែនជាកូនអ្នកទូទាទេអញ្ចឹងហើយខ្ញុំតែងតែចង់ផ្លាស់ប្ដូរខ្លួនឯងឲ្យបានប្រសើរជាងមុនហើយរយៈពេលកន្លងមកនេះខ្ញុំបានខិតខំធ្វើការផ្លាស់ប្ដូរការងារជាច្រើនដងជាច្រើនកន្លែងដើម្បីដុសខាត់សមត្ថភាពខ្លួនឯងពីមួយឆ្នាំទៅមួយឆ្នាំហើយដោយសារតែការរស់នៅម្នាក់ឯងនេះហើយវាធ្វើឲ្យខ្ញុំក្លាហានហ៊ានផ្លាស់ប្ដូរការរស់នៅពីទីក្រុងភ្នំពេញមករស់នៅតាមបណ្ដាខេត្តវិញហើយខេត្តនោះគឺរឹតតែឆ្ងាយពីស្រុកកំណើតខ្ញុំទៀតដែលខេត្តនោះស្ថិតនៅទិសនិរតីនៃព្រះរាជាណាចក្រកម្ពុជាគឺខេត្តព្រះសីហនុខ្ញុំបានមកទីនេះដំបូងទើបដឹងថាទីនេះគឺជាកន្លែងដែលខ្ញុំចូលចិត្តរស់នៅវាមានកន្លែងដែលភ្ជាប់ទៅនឹងបរិយាកាសធម្មជាតិដូចជាសមុទ្រឆ្នេរខ្សាច់ភ្នំសុទ្ធសឹងតែជាកន្លែងដែលធ្វើឲ្យយើងបន្ធូរអារម្មណ៍តានតឹងជាមួយនឹងបញ្ហាកាត់បន្ថយភាពឯកាដែលយើងរស់នៅតែឯងដែលឆ្ងាយពីគ្រួសារហើយទាំងនេះហើយគឺជាមូលហេតុដែលខ្ញុំសម្រេចចិត្តមករស់នៅទីនេះបន្តទៅមុខទៀត